វាសនាគេបន្តមើលមកកាន់មនុស្សស្រីដែលបានដើរមកសំដៅគេមិនដាក់ភ្នែកទឹកចិត្តភ័យផងត្រេកអរផងយ៉ាងអន្ទះសាលុះតែមកកាន់តែចិត្តគឺពិតជាបានឃើញកនិដ្ឋានាងកំពុងតែដើរមករកគេថ្ងៃនេះនាងស្លៀកពាក់ចម្លែកណាស់មិនដូចជួបគ្នារាល់ដងទេពោលមិនមែនជាសម្លៀកបំពាក់សម្រាប់ទៅវត្តឡើយវាសនាឃើញដូចនេះក៏ក្រោកឡើងរួចក៏ពោលទៅថាកនិដ្ឋាមករកខ្ញុំមានការអីមែនទេកនិដ្ឋាក៏តបឃើញបងនៅតែម្នាក់ឯងក៏មកនិយាយគ្នាលេងវាសនាក៏សួរទៀតថាចុះកនិដ្ឋាមិនទៅវត្តទេថ្ងៃនេះនាងក៏ញញឹមហើយក៏តបវិញថាបងស្នាឯងផ្ទះនៅជិតវត្តមិនដែលនឹងទៅផងចុះទំរំតែខ្ញុំផ្ទះនៅឆ្ងាយនោះនិយាយលេងទេបងខ្ញុំទៅមកពីវត្តទេខ្ជិលនៅយូរទៅតែមួយផ្លេតក៏ត្រឡប់មកវិញវាសនាក៏អេះក្បាលរួចក៏ពោលថាខ្ញុំមកវាលនេះយូរដែរហើយមិនឃើញកនិដ្ឋាដើរទៅវត្តផងហេតុអ្វីក៏មកវិញលឿនយ៉ាងហ្នឹងនាងក៏តបថាមកពីបងឯងរវល់តែដាក់បង្កាយមានបានចាប់អារម្មណ៍ខ្ញុំដើរទៅវត្តអីហើយចុះថ្ងៃនេះបងមកដាក់បង្កាយតែម្នាក់ឯងទេមែនទេវាសនាក៏តបថាបានមកតែម្នាក់ឯងទេកនិដ្ឋាដកដង្ហើមធំនាងគឺកំពុងតែស្រង់ក្លិនដ៏សែនឈ្ងុយចេញអំពីត្របត់ត្រីដែលវាសនាបានដាក់អាំងនៅលើងងឹកភ្លើងនិងនៅលើដៃដែលគេកំពុងតែកាន់នោះរួចនាងក៏លន់មាត់មកថាត្រីនេះឈ្ងុយខ្លាំងណាស់មិនដឹងថារសជាតិឆ្ងាញ់ពិសាយ៉ាងណាទៅវាសនាឮដូចនេះហើយក៏តបមកថាអូបងភ្លេចហៅឲ្យកនិដ្ឋាមកភ្លក់ត្រីដែលបងអាំងបន្តិចនេះឆ្អិនហើយកនិដ្ឋាយកហូបបន្តិចទុំមើលវាសនាក៏ហុចត្រីមួយដំបុតឲ្យទៅកនិដ្ឋាភ្លាមនោះនាងក៏ពោលមកថាអត់ទេបងទម្លាប់អ្នកភូមិខ្ញុំគេមិនអាចទទួលយកចំណីអ្នកផ្សេងហូបបែបនេះបានទេវាសនាក៏ធ្វើមុខឆ្ងល់រួចក៏សួរថាមានទម្លាប់បែបនេះដែរនៅស្រុកភូមិចិត្តគ្នាសោះហ្នឹងអញ្ចឹងតើបងធ្វើបែបណាទើបកនិដ្ឋាព្រមទទួលយកទៅពិសាទៅកនិដ្ឋាក៏ប្រាប់ឲ្យវាសនាដាក់ត្រីនៅលើស្លឹកឈើមួយរួចដាក់ទៅលើដីហើយក៏ឲ្យគេប្រណម្យថាសូមឲ្យអាហារទាំងនេះបានទៅដល់អ្នកទាំងឡាយផងចុះលុះតែវាសនាគេពោលរួចហើយកនិដ្ឋាក៏បានយកត្រីនោះមកនាងបិទភ្នែកត្រង់យកក្លិនដ៏សែនឈ្ងុយនោះយ៉ាងសប្បាយចិត្តជាទីបំផុតគណៈវាសនាឯណេះសែនឆ្ងល់ជាពន់ពេកហេតុអ្វីចាំបាច់ធ្វើដូចជាដាក់សំណែនឲ្យខ្មោចអញ្ចឹងវាសនាកំពុងតែមើលទៅកនិដ្ឋាទាំងស្លងអារម្មណ៍ស្រាប់តែនាងពោលមកថាបងវាសនាខ្ញុំពិសាហើយណាវាសនាក៏សើចហើយក៏តបថាបាទពិសាចុះខ្ញុំក៏ឃ្លានដែរទៅហើយវាសនាក៏បានបន្តបេះត្រីដែលគេបានពិសាមុនពេលដែលកនិដ្ឋាមកដល់នោះកនិដ្ឋាឯនេះវិញក៏បានចាប់បេះយកត្រីក្រាញ់មួយដែលមើលទៅធំណាស់ប្រហែលជា 3-4 ផ្នត់ដៃទៅហើយវាសនាគេអាំងឡើងក្រៀមចប់ខ្លាញ់នៅស្រកាទំនងជាខ្លាំងរួចនាងក៏បានបេះយកសាច់ត្រីបន្តិចដាក់ចូលទៅក្នុងមាត់រួចក៏ទំពាហើយនាងក៏ពោលមកថាសាច់ត្រីនេះឆ្ងាញ់ណាស់ខានហូបត្រីអាំងបែបនេះយូរមកហើយវាសនាក៏តបថាពិសាឲ្យច្រើនទៅណាចាំខ្ញុំអាំងបន្ថែមទៀតព្រោះខ្ញុំរកបានត្រីច្រើនសន្ធឹកហ្នឹងនាងក៏តបថាត្រឹមតែត្រីមួយដំបុតនេះកនិដ្ឋាហូបមិនអស់ផងរួចនាងក៏បន្តបេះត្រីមកពិសាវាសនាក៏ចេះតែលួចមើលសង្កេតកិរិយារបស់នាងឃើញថារំទុំខ្លាំងណាស់ចរិតរឹកពីបែបនេះ
គឺមិនមែនជាកូនអ្នកស្រែធម្មតានោះឡើយលុះតែមួយសន្ទុះក្រោយគេក៏ដាច់ចិត្តហ្វូទៅកននិថាថាកននិថាតើខ្ញុំអាចហ្វូកននិថាខ្លះបានទេនាងក៏តបថាចាស់ហ្វូមកចុះបងវាសនាក៏ពោលថាតើផ្ទះកននិថានៅដល់ទីណាទៅខ្ញុំខំរកមើលនៅព្រៃខាងត្បូងហ្នឹងគឺមិនបានឃើញមានផ្ទះផងកននិថាក៏មើលទៅមុខវាសនានាងក៏ញញឹមហើយពោលថាតើបងចង់ស្គាល់ផ្ទះកននិថាធ្វើអ្វីទៅតើបងចង់ទៅលេងមែនទេវាសនាក៏តបទាំងញ័រផងថាអត់ទេតែបើបានទៅស្គាល់ក៏ល្អដែរមិនជាអ្វីទេកននិថាខ្ញុំដឹងថាកននិថាមិនមែនជាកូនកសិករធម្មតាដូចខ្ញុំឡើយនាងក៏តបទៀតថាហេតុអ្វីបានជាបងដឹងវាសនាក៏តបវិញថាខ្ញុំអាចដឹងតាមរយៈពាក្យសម្ដីតាមរយៈចរិតលក្ខណៈរបស់កននិថានាងក៏តបអូបងពូកែសង្កេតណាផ្ទះខ្ញុំនៅក្នុងព្រៃឯណោះបងច្បាស់ជាមិនធ្លាប់ទៅដល់ទេតែបើបងចង់ទៅបំណាច់តែបងល្អនឹងកននិថាដូចនេះទៅហើយកននិថានឹងនាំបងទៅលេងឲ្យស្គាល់ផ្ទះម្ដងវាសនាត្រេកអរណាស់រួចក៏ពោលថាជាការពិតមែនទេបងសប្បាយចិត្តខ្លាំងណាស់កននិថាក៏តបតែបងត្រូវសន្យានឹងខ្ញុំណាកុំប្រាប់នរណាទាំងអស់ថាបងបានទៅលេងផ្ទះរបស់ខ្ញុំបងត្រូវតែរក្សាជាការសម្ងាត់វាសនាក៏តបថាបាទបងនឹងមិនប្រាប់នរណាទាំងអស់សប្បាយចិត្តណាស់ដែលកននិថាអនុញ្ញាតឲ្យបងបានទៅលេងផ្ទះបែបនេះកននិថាក៏តបវិញដោយសារតែបងជាមនុស្សចិត្តល្អទើបកននិថាព្រមនាំទៅលេងផ្ទះចុះបងកាយបងគិតយ៉ាងម៉េចទៅវាសនាក៏តបវិញទុកនៅទីនឹងហើយត្រីតែជាប់បងកាយហើយគឺវាមិនរួចវិញទេកននិថាក៏ពោលបន្តអរគុណណាស់បងស្នាខ្ញុំហូបត្រីឆ្អែតហើយយើងជីងទៅឥឡូវតែម្ដងទៅអញ្ចឹងលុះកននិថាពោលបែបនេះហើយវាសនាក៏បានក្រោកឡើងពន្លត់ភ្លើងដែលខ្លួនបានដុតដើម្បីអាំងត្រីនោះចេញរួចក៏ចាប់ស្ពាយទ្រង់ត្រីរបស់ខ្លួនទៅតាមហើយគេក៏បានចាប់ចេញដំណើរទៅគណៈថ្ងៃក៏ចាប់ងងឹតទៅហើយវាសនាក៏បានបើកភ្លើងដើម្បីបំភ្លឺផ្លូវត្បិតថាគេមិនពូកែដោយកននិថាទេអាចដើរនៅពេលយប់ងងឹតដោយមិនចាំបាច់មានភ្លើងបំភ្លឺបាននៅតាមផ្លូវពួកគេនិយាយគ្នាមិនដាច់ហើយវាសនាក៏ចេះតែហ្វូនេះហ្វូនោះមិនឈប់ត្បិតថាគេមានចម្ងល់ច្រើនណាស់តាក់ទងនឹងកននិថាតែមានសំណួរខ្លះនាងឆ្លើយហើយខ្លះទៀតក៏មិនព្រមឆ្លើយលុះតែមកដល់កន្លែងត្រូវឆ្លងទឹកដែលហូរកាត់ខ្នងប្រឡាយវាសនាក៏ពោលទៅថាកននិថាទឹកនេះហូរខ្លាំងណាស់ដីនេះក៏រអិលណាស់ដែរបើកននិថាមិនប្រកាន់ទេខ្ញុំអាចអ៊ីវកននិថាដើម្បីឆ្លងទឹកនេះបានទេណាមួយកុំឲ្យទឹកសើមកននិថាផងកននិថាក៏ហាក់អៀនបន្តិចត្បិតមិនធ្លាប់សោះមានមនុស្សប្រុសស្ម័គ្រចិត្តអ៊ីវនាងឆ្លងទឹកបែបនេះចុះបើរាល់ដងនាងដើរចុះទឹកមិនដែលមានអ្នកខ្វល់ខ្វាយបែបនេះផងនាងក៏តបនឹងវាសនាវិញថាបងអ៊ីវខ្ញុំឆ្លងទឹកនេះរួចដែរបើដើរឲ្យរួចតែខ្លួនឯងមិនចង់នឹងកើតផងហ្នឹងវាសនាក៏តបថាបងដើររួចព្រោះបងដើរកាត់ទីនេះសឹងតែរាល់ថ្ងៃទៅហើយកននិថាក៏តបទៀតអញ្ចឹងបងដាក់ខ្នងមកតែបងដើរឲ្យស្រួលណាខ្ញុំមិនចេះហែលទឹកទេវាសនាក៏តបវិញថាកុំបារម្ភអីបងមិនឲ្យកននិថាលងទឹកនោះទេលុះតែពោលហើយគេក៏បានអោនបន្តិចដើម្បីឲ្យកននិថាបានតោងអោបជាប់នឹងខ្នងរបស់គេក្លិនដ៏សែនក្រអូបក៏បានសាយភាយពេញច្រមុះរបស់វាសនា
នេះជាក្លិនហ្វក់ដ៏ហ្វែនក្រអូបរបស់កនិដ្ឋាគឺពិតជាកម្រនឹងបានជួបណាស់វាសនាក៏ចាប់រំកិលខ្លួនម្ដងបន្តិចម្ដងបន្តិចដោយប្រុងប្រយ័ត្នជាខ្លាំងត្បិតគេមិនចង់ឲ្យមានរឿងអ្វីកើតឡើងនោះទេកនិដ្ឋាដែលនៅលើខ្នងរបស់វាសនានោះក៏ចេះតែប្រាប់ទៅថាប្រយ័ត្នបងខាងមុខទឹកជ្រៅកនិដ្ឋាញញឹមបិទមាត់មិនជិតនោះទេទំនងជាលងនឹងវាសនានេះហើយមើលទៅត្បិតទង្វើរបស់វាសនាធ្វើឲ្យកនិដ្ឋារំភើបចិត្តជាពន់ពេកដល់ថ្នាក់ហ៊ាននាំវាសនាទៅលេងភូមិគ្រឹះរបស់ខ្លួនលុះតែបន្តិចក្រោយមកទើបអ្នកទាំងពីរបានឆ្លងផុតទឹកហើយក៏បានដាក់កនិដ្ឋាចុះទៅវិញវាសនានោះក៏ពោលថាកនិដ្ឋាខ្លួនស្រាលតែមួយសោះនេះបើឲ្យអ៊ីវដើរបងដើរដល់ណាក៏បានដែរកនិដ្ឋាក៏តបថាពោលមើលតែខ្លួនជាដំរីតោះបងដើរតាមខ្នងប្រឡាយនឹងទៅត្រង់ទៅពួកគេទាំងពីរក៏ចេះតែដើរទៅសំដៅព្រៃខាងត្បូងគណៈវាលស្រែទាំងមូលគឺគងឹតឈឹងពោលគឺមានតែភ្លើងរបស់វាសនាតែមួយប៉ុណ្ណោះលុះតែមួយសន្ទុះក្រោយទៅអ្នកទាំងពីរបានមកដល់មាត់ព្រៃហើយលេងអីផ្លូវបន្តពីខ្នងប្រឡាយនេះទៅព្រៃជាផ្លូវធំមួយអាចឲ្យរទេះគោបោចូលទៅយ៉ាងស្រួលវាសនាក៏សួរទៅកនិដ្ឋាថាកនិដ្ឋាតើត្រូវចូលព្រៃនេះជ្រៅទេកនិដ្ឋាក៏តបមិនជ្រៅប៉ុន្មានទេយ៉ាងម៉េចបងខ្លាចមែនទេវាសនាក៏តបវិញថាបងមិនខ្លាចទេបើកនិដ្ឋាដើរតែម្នាក់ឯងមិនដែលមានទាំងភ្លើងបំភ្លឺផងមិនខ្លាចចុះបងមនុស្សប្រុសដើមទ្រូង5ហັດមកខ្លាចអីមានទាំងភ្លើងបំភ្លឺផ្លូវផងកនិដ្ឋាក៏ពោលអញ្ចឹងដើរចូលទៅបងភ្លេចប្រាប់បងឲ្យដឹងដើរផ្លូវព្រៃពេលយប់បែបនេះគេមិនឲ្យមើលឆ្វេងមើលស្ដាំទេគឺត្រូវមើលទៅមុខត្រង់ជានិច្ចតើបងដឹងទេវាសនាក៏តបថាបែបនឹងផងបងមិនដែលដឹងសោះកនិដ្ឋាក៏ប្រាប់ទៀតថាអញ្ចឹងខ្ញុំប្រាប់បងហើយបើបងមិនចង់ឲ្យមានរឿងអ្វីទេធ្វើដូចតែខ្ញុំប្រាប់បងចុះវាសនាក៏តបថាកុំតែបានកនិដ្ឋាប្រាប់ទេកុំអីបងមិនដឹងឡើយធ្លាប់តែឮចាស់ថាដើរព្រៃពេលយប់គេមានទំនៀមច្រើនណាស់ហើយចុះម្ដេចបានជាគ្រូសាកនិដ្ឋាមិនមករស់នៅខាងក្រៅដូចបងដែរទៅទ្រាំនៅក្នុងព្រៃអីចឹងពិបាកចេញចូលណាស់កនិដ្ឋាក៏តបតាំងតែពីដូនតាមកគឺរស់នៅទីនឹងហើយទៅខ្ជិលទៅនៅឯណាទៀតលុះតែដើរទៅមុខបានបន្តិចវាសនាគេចាប់អារម្មណ៍ថាគេចំណាំទីនេះលេងបានហើយគេមិនដឹងថាពេលនេះគេមកដល់ទីណាហើយទេតែគេហាក់មិនភ័យឡើយត្បិតកនិដ្ឋាគឺនៅក្បែរគេនិយាយគ្នាមិនដាច់មុខបន្តិចទៀតក៏ស្រាប់តែផ្លូវនោះហាក់រីកធំហើយមានពន្លឺព្រះច័ន្ទរះចំពីកណ្ដាលមកភ្លឺច្បាស់ឃើញដល់ដំបូលផ្ទះដ៏ធំស្កឹមស្កៃមួយនៅខាងមុខដំបូលផ្ទះនោះខ្ពស់ណាស់សឹងតែខ្ពស់ជាងដើមឈើដែលដុះខ្ពស់នោះទៅទៀតទិដ្ឋភាពទីនេះគឺពិតជាប្លែកណាស់មើលទៅស្រស់ស្អាតវាប្រៀបដូចជានៅសម័យកាលមួយផ្សេងទៀតអញ្ចឹងវាសនាក៏បានសួរទៅកនិដ្ឋាថាកនិដ្ឋាតើនេះមកដល់ភូមិដែលកនិដ្ឋារស់នៅហើយមែនទេកនិដ្ឋាក៏តបថាចាគឺបានមកដល់ហើយវាសនាក៏លន់មាត់មិននឹកស្មានថាក្នុងព្រៃជ្រៅបែបនេះបែរជាមានភូមិដ៏ស្រស់ត្រកាលដូចនេះទៅវិញកនិដ្ឋាក៏ពោលទៀតថាតែបងសន្យានឹងខ្ញុំហើយណាថាមិនប្រាប់នរណាអំពីទីនេះវាសនាក៏តបបាទបងសន្យាហើយបងនឹងមិនប្រាប់នរណាម្នាក់ឲ្យដឹងទេទុកចិត្តបងចុះណាហើយចុះទៅផ្ទះរបស់កនិដ្ឋានៅទីណាដែរកនិដ្ឋាក៏បានចង្អុលទៅផ្ទះដែលមានដំបូលខ្ពស់ជាងគេនោះវាសនាក៏ហ្វូបញ្ជាក់
តើផ្ទះដែលមានដំបូលខ្ពស់ជាងគេនឹងមែនទេកនិដ្ឋាក៏តបចាគឺផ្ទះនោះហើយតោះយើងប្រញាប់ដើរទៅវាសនាចាប់ស្រឡាំងកាំងត្បិតថាផ្ទះនោះគឺធំណាស់វាគឺធំជាងគេទាំងអស់នៅក្នុងភូមិនេះពួកគេក៏ចាប់ដើរទៅផ្ទះធំមួយនោះវាសនាគឺមិនដឹងទេថាទីនេះគឺជាបរិវេណនៃភូមិគ្រឹះរបស់កនិដ្ឋានោះទេហើយគេស្មានតែជាភូមិដែលមានមនុស្សរស់នៅជាកម្មសិទ្ធិដាច់ពីគ្នាដូចនៅស្រុកភូមិរបស់គេដោយមិនដឹងឡើយថាផ្ទះទាំងនេះគឺសម្រាប់តែកម្មករនិងខ្ញុំបម្រើមកធ្វើការស្នាក់នៅទីនេះតែប៉ុណ្ណោះព្រះខែទីនេះគឺភ្លឺល្អណាស់ភ្លឺច្បាស់សឹងតែប្រៀបបានពេលថ្ងៃទៅហើយវាសនាក៏បានពោលសួរទៅកនិដ្ឋាហេតុអ្វីបានជាព្រះច័ន្ទទីនេះភ្លឺល្អយ៉ាងហ្នឹងបើទៅខាងក្រៅគឺថាមេឃរកភ្លៀងពពួកខ្មៅងងឹតដេដាកនិដ្ឋាក៏ញញឹមរួចប្រាប់ថាដែនដីទីនេះមិនដូចនៅស្រុកភូមិបងទេទៅពួកខ្ញុំមិនព្រមទៅរស់នៅពិភពខាងក្រៅនឹងណាសំឡេងគេស្រែកពីខាងក្នុងផ្ទះក៏បានឮមកថាអ្នកនាងត្រឡប់មកពីវត្តវិញហើយមែនទេហើយគេបានឮសំឡេងស្រែកហ្វូកនិដ្ឋាបែបនេះសឹងតែគ្រប់ផ្ទះនៅពេលដែលកនិដ្ឋាបានដើរទៅដល់ខាងមុខផ្ទះរបស់ពួកគេខណៈពួកគាត់នោះកំពុងតែអង្គុយក្រោមផ្ទះជជែកគ្នាលេងវាសនាភ្ញាក់ផ្អើលត្បិតក្រោយឮគេហៅកនិដ្ឋាជាអ្នកនាងវាសនាក៏បានពោលថាកនិដ្ឋាអ្នកភូមិនេះហៅកនិដ្ឋាថាអ្នកនាងតើកនិដ្ឋាត្រូវជាអ្វីនឹងពួកគាត់បានជាគេហ្វូនាំរយៈកនិដ្ឋាសឹងតែគ្រប់ផ្ទះបែបនេះទៅវិញកនិដ្ឋាក៏ពោលបងឯងនេះឆ្ងល់ច្រើនណាស់ខ្ញុំសឹងតែហត់នឹងឆ្លើយទៅហើយចាទីនេះគឺជាភូមិគ្រឹះរតនរាំងសីពួកគាត់ទាំងនេះគឺជាអ្នកមកធ្វើការជូនឪពុករបស់ខ្ញុំវាសនាក៏ពោលទាំងភ្ញាក់ផ្អើលថាអញ្ចឹងឪពុកកនិដ្ឋាគឺជាសេដ្ឋីមែនទេកនិដ្ឋាក៏តបចាឪពុកខ្ញុំគឺជាសេដ្ឋីតែឪពុកនិងម៉ែបានស្លាប់បាត់បង់អស់ទៅហើយវាសនាក៏មានការភ្ញាក់ផ្អើលម្ដងទៀតបន្ទាប់ពីឮឪពុកម្ដាយរបស់កនិដ្ឋាបានស្លាប់ទៅហើយនោះរួចគេក៏តបថាហេតុដូចម្ដេចបានជាពួកគាត់ស្លាប់អញ្ចឹងកនិដ្ឋាក៏មិនលាក់បាំងទេរួចនាងក៏ប្រាប់ថាឆ្នាំនោះគឺមានចោរចូលមកប្លន់ហើយគេបានសម្លាប់ពុកម៉ែចោលទៅនិយាយមកដល់នេះក៏បានដើរមកដល់មុខខ្លោងទ្វារចូលមកកាន់ផ្ទះរបស់កនិដ្ឋាខ្លោងទ្វារនោះគឺធំណាស់ងើយមើលសឹងតែរបូតស្នួតក្រមាទ្វារធំធ្វើអំពីឈើក្រហមច្រាងគ្រាន់តែកនិដ្ឋាដើរមកដល់ទ្វារនោះក៏បើកដោយខ្លួនឯងដោយសារតែខែរះភ្លឺច្បាស់គ្រាន់តែបើកទ្វារមកក៏បានឃើញបរិវេណខាងក្នុងផ្ទះរបស់កនិដ្ឋាយ៉ាងច្បាស់វាគឺជាផ្ទះមួយដ៏ធំហើយគ្រឿងបរិក្ខារសុទ្ធតែឈើប្រណិតទាំងអស់វាសនាចាប់ញ័រដៃញ័រជើងត្បិតគេមិនធ្លាប់ចូលមកផ្ទះប្រណិតបែបនេះឡើយខាងក្នុងនោះក៏ឃើញមានមនុស្សប្រមាណ 4-5 នាក់កំពុងតែអង្គុយនៅលើគ្រែធ្វើអំពីឈើប្រណិតមួយខាងមុខផ្ទះមានប្រុស 2 នាក់ស្រី 3 នាក់តែអ្វីដែលចម្លែកនោះគឺគេបានស្លៀកសម្លៀកបំពាក់បែរជាអ្នកបម្រើរបៀបបុរាណវាប្រៀបដូចជាក្នុងរឿងអញ្ចឹងលុះតែគេឃើញកនិដ្ឋាដើរទៅអ្នកទាំង 4 ទាំង 5ក៏រត់មកគោរពកនិដ្ឋារួចពោលថាអ្នកនាងប្រញាប់មកវិញម្លេះថ្ងៃនេះកនិដ្ឋាក៏តបចាខ្ញុំនាំមិត្តភ័ក្តិមកលេងផ្ទះបងជួយរៀបចំកន្លែងអង្គុយឲ្យខ្ញុំបន្តិចមកណាពូដាមចាំជួយជូនបងវាសនាទៅកន្លែងទទួលភ្ញៀវបន្តិចណាបងវាសនាខ្ញុំសុំទៅផ្លាស់សម្លៀកបំពាក់បន្តិចសិនហើយណាបងទៅតាមពូដាមមុនទៅលុះតែពលផ្ដាំរួចហើយនាងក៏បានដើរឡើងទៅលើផ្ទះដ៏ហ្វានប្រណិតមួយនោះទៅហើយពូដាំនោះក៏បានពោលទៅកាន់វាសនាថាអញ្ជើញលោកប្រុស
វាសនាក៏មានការភ្ញាក់ផ្អើលរួចពោលថាពូកុំហៅខ្ញុំបែបនេះអីខ្ញុំជាកូនកសិករធម្មតាទេហៅខ្ញុំតាក្មួយវាសនាទៅពូដាំនោះក៏តបថាអត់ទេលោកប្រុសភ្ញៀវរបស់អ្នកនាងគឺសុទ្ធតែជាអ្នកខ្ពង់ខ្ពស់ថ្លៃថ្នូរខ្ញុំជាខ្ញុំបំរើមិនអាចខ្វះវិជាវធបានទេសូមអញ្ជើញទានពូដាំក៏បាននាំវាសនាមកកាន់រោងទទួលភ្ញៀវរោងនេះនៅជ្រុងម្ខាងនៃផ្ទះដ៏ហ្វែនធំមួយនោះហើយគឺសុទ្ធតែធ្វើអំពីឈើដ៏ហ្វែនប្រណិតទាំងអស់សូម្បីតែតុកៅអីដែលគេបាននាំវាសនាមកអង្គុយរងចាំកនិដ្ឋាននោះក៏សុទ្ធតែជាឈើប្រណិតក្រហមច្រាងរលើប្រឡងទាំងអស់វាសនាសឹងតែមិនហ៊ានដាក់គូតអង្គុយផងត្បិតតាំងតែពីកើតមកមិនដែលសូម្បីតែប៉ះគិតទៅបើទោះជាយប់ទៅហើយក៏ឃើញបងស្រីដែលត្រូវបានកនិដ្ឋាប្រើឲ្យរៀបចំកន្លែងទទួលភ្ញៀវនោះក៏ចេះតែប្រម៉ែប្រមូលយកផ្លែឈើនំនេកមកដាក់រៀបចំនៅលើតុច្រើនអាណែកយប់ហើយនឹងណាមិនដឹងថាទៅរកទីណាបានបន្តិចក្រោយមកក៏បានឃើញបងស្រីម្នាក់មិនដឹងទៅហៅមនុស្សមកពីណាឃើញសុទ្ធតែជាអ្នកភ្លេងអ្នកចម្រៀងបានដើរចូលមកពិតជាទំនើបអស្ចារ្យទីនេះក៏មានកន្លែងសម្រាប់អ្នកភ្លេងផងដែរក្រុមភ្លេងមកដល់ក៏បានមកគោរពវាសនាដោយពោលថាសូមជម្រាបសួរលោកប្រុសខណៈពេលអ្នកនាងខ្ញុំមិនតន់ចុះមកខ្ញុំសូមប្រគំតន្ត្រីជូនលោកប្រុសកំសាន្តអារម្មណ៍វាសនានោះញ័រសាច់អស់ហើយភ័យក៏ភ័យត្បិតអីខ្លួនមិនដែលបានចូលរួមកម្មវិធីដែលគេផ្ដល់កិត្តិយសជូនបែបនេះឡើយគេសឹងតែមិនដឹងថាត្រូវនិយាយជាមួយអ្នកបម្រើទាំងនោះយ៉ាងដូចម្ដេចផងហើយគេក៏ចេះតែពោលថាមិនអីទេលោកពូអ្នកមីងទាំងអស់គ្នាកុំអោយពិបាកអីខ្ញុំជាមនុស្សធម្មតាទេមិនបាច់ទទួលរាក់ទាក់ខ្ញុំបែបនេះឡើយកុំអោយពិបាកអីណាយប់ហើយទៅសម្រាប់ចុះខ្ញុំមិនហ៊ានរំខានអ្នកទាំងអស់គ្នាទេលោកពូដែលជាប្រធានក្រុមភ្លេងក៏តបថាមិនជាអ្វីទេលោកប្រុសនេះគឺជាទូនាទីរបស់ក្រុមខ្ញុំរួចពួកគាត់ក៏បានថយទៅអង្គុយនៅលើគ្រែដែលមើលទៅគេធ្វើសម្រាប់ក្រុមភ្លេងនេះតែម្ដងហើយគាត់ក៏ចាប់ប្រគំភ្លេងឮណែងណងពីរោះជាខ្លាំងតន្ត្រីនេះគឺគេមិនធ្លាប់បានស្ដាប់មិនធ្លាប់បានឮពីមុនមកឡើយវាសនានោះអង្គុយនៅមិនសុខទេត្បិតមិនធ្លាប់សោះអង្គុយនៅលើកៅអីប្រណិតមានរៀបចំផ្លែឈើគ្រប់មុខមានអ្នកបម្រើឆ្វេងស្ដាំមានទាំងក្រុមតន្ត្រីប្រគំកំដរហើយសម្រាប់តែគេម្នាក់ដូចនេះលុះតែតន្ត្រីប្រគំចប់ប៉ុន្មានបទក៏បានឃើញកនិដ្ឋាចុះមកតាមកម្មចិន្តាកនិដ្ឋាផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីគឺឃើញថាហ្វេនហ្វ្រោះស្អាតជាខ្លាំងនាងស្អាតខ្លាំងណាស់មិនដឹងថាយកអ្វីមកប្រៀបផ្ទឹមឲ្យបាននោះទេបើទោះជាគំនូរដែលគេគូរនោះក៏មិនបានស្មើផងគ្រឿងអលង្ការដែលនាងពាក់គឺសុទ្ធតែជារបស់មានតម្លៃខ្លាំងមើលទៅគឺថ្លៃថ្នូរខ្លាំងណាស់លុះតែបន្តិចក្រោយមកនាងក៏បានដើរមកដល់ហើយបានទៅអង្គុយជិតនឹងវាសនាពេលនេះប្រៀបដូចជាកូនកណ្ដុរទៅហើយគេភ័យគេញ័រមិននឹកស្មានថាផ្ទះកនិដ្ឋាធំប្រណិតបែបនេះឡើយបើគេដឹងក៏មិនហ៊ានសុំនាងមកលេងបែបនេះដែរហើយមើលមកខ្លួនគេស្លៀកពាក់ខោមិនខោអាវមិនអាវវាជាសម្លៀកបំពាក់សម្រាប់តែមកដាក់បង្កៃតែប៉ុណ្ណោះវាសនាក៏បានពោលទៅកនិដ្ឋាថាកនិដ្ឋាធ្វើបាបខ្ញុំណាស់នេះមើលដៃខ្ញុំទៅមើលវាសនាក៏បានលើកដៃឡើងដើម្បីបង្ហាញឲ្យនាងឃើញថាគេកំពុងតែភ័យញ័រកនិដ្ឋាឃើញបែបនេះចាប់ភ័យតែម្ដងរួចក៏ពោលថាបងវាសនាតើបងបានឃើញអ្វីមែនទេនាងពោលបែបនេះស្មានតែអ្នកនៅទីនេះបង្ហាញឲ្យវាសនាបានឃើញថាទីនេះគឺសុទ្ធតែជាខ្មោចទើបវាសនាភ័យខ្លាចញ័រដៃបែបនេះកនិដ្ឋាក៏ចេះតែមើលទៅខ្ញុំបម្រើរបស់ខ្លួនដោយទឹកមុខខឹងជាខ្លាំងវាសនាក៏តបវិញថាខ្ញុំមិនបានឃើញអីឬក៏ពួកគាត់មើលខ្ញុំមិនបានល្អនោះទេកនិដ្ឋា
ដៃខ្ញុំញួននេះក៏ដោយសារតែផ្ទះកនិដ្ឋាធំពេកខ្ញុំមិនធ្លាប់ចូលមកកន្លែងប្រណិតបែបនេះឡើយទើបធ្វើឲ្យខ្ញុំញួរដៃញួរជើងនោះនាងក៏ចាប់ញញឹមមកវិញហើយក៏ពោលតបថាខ្ញុំស្មានតែពួកគាត់មើលបងមិនបានល្អវាសនាក៏ចាប់ស៊ូទៅកនិដ្ឋាទៀតថាតើផ្ទះនេះនៅតែកនិដ្ឋាម្នាក់ឯងមែនទេបានជាមិនឃើញមាននរណាផ្សេងក្រៅតែពីលោកពូអ្នកមីងក្រុមភ្លេងកនិដ្ឋាក៏តបចាគឺនៅតែខ្ញុំម្នាក់ឯងទេវាសនាក៏ពោលហ្វហ្វាកនិដ្ឋាណាអស់ពីពុកម៉ែទៅក៏អាចនៅរក្សាជំនួញរបស់គាត់បានដែរនេះជាស្រីតែម្នាក់ឯងផងបើខ្ញុំនេះជាប្រុសម្នាក់ដែរតែបានត្រឹមតែទៅដាក់បង្កាយកនិដ្ឋាក៏តបថាបងគិតបែបនេះយ៉ាងម៉េចនឹងត្រូវខ្ញុំកើតមកនៅជាមួយពុកនិងម៉ែរៀនអំពីរបៀបធ្វើជំនួញតាំងតែពីក្មេងបើគិតទៅគ្មានអ្វីលើបងនោះទេយ៉ាងម៉េចដែរបងពេញចិត្តផ្ទះនេះទេវាសនាក៏តបអូយផ្ទះនេះធំណាស់បងមិនធ្លាប់រស់នៅទេបងនៅក៏មិនកើតដែរកនិដ្ឋាក៏សើចហើយតបថាផ្ទះតូចឬធំគឺយើងដេកតែខ្នងមួយដូចតែគ្នាទេដេកលក់ក៏ភ្ញាក់ពេលព្រឹកដូចតែគ្នាវាគ្មានអ្វីខុសគ្នាឡើយវាសនាក៏តបថាកនិដ្ឋាគឺពិតជាហ្វមកូនលោកសេដ្ឋីមែនមើលមិនងាយមានអ្នកគិតដល់ចំណុចនេះដោយកនិដ្ឋាទេខ្ញុំគ្រាន់តែជួបកនិដ្ឋាថ្ងៃដំបូងក៏ដឹងថាកនិដ្ឋាគឺពិតជាមិនធម្មតាឡើយតែពេលនេះគឺលើសពីការស្មានរបស់ខ្ញុំនេះរាប់រយរាប់ពាន់ដងអញ្ចឹងបានជាកនិដ្ឋាអាចទៅពិសាត្រីដែលខ្ញុំដុតហើយពោលថាឆ្ងាញ់បានដូចនេះនាងសើចហើយក៏ពោលថាបងវាសនាពោលហ្វហ្វាខ្ញុំពេកហើយខ្ញុំទទួលមិនបានទេបងខ្ញុំទេដែលត្រូវហ្វហ្វាបងអំពីចិត្តដ៏ស្មោះត្រង់និងចេះយកអាសាខ្ញុំបងអើយខ្ញុំជួបមនុស្សច្រើនមកហើយឃើញខ្ញុំស្រីដើរមកពីវត្តតែម្នាក់ឯងពេលយប់បែបនេះគ្មាននរណាគេមានចិត្តល្អដូចបងនេះទេម្នាក់គឺមានតែចង់បៀតបៀនខ្ញុំទើបខ្ញុំខានទៅវត្តអស់ជាច្រើនឆ្នាំទើបតែឆ្នាំនេះទេខ្ញុំបានទៅវត្តវិញក៏បានជួបបងតែម្ដងវាសនាក៏តបថាទេបើកនិដ្ឋាធ្លាប់ជួបរឿងបែបនេះម្ដេចបានជាកនិដ្ឋាពេលជួបបងកនិដ្ឋាមិនភ័យខ្លាចបន្តិចសោះអញ្ចឹងកនិដ្ឋាចាប់គាំងមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចទេត្បិតនាងជាខ្មោចឲ្យខ្លាចមនុស្សយ៉ាងម៉េចទៅរួចនាងក៏តបថាចាខ្ញុំមិនខ្លាចត្បិតគិតថាបងនឹងជាមនុស្សល្អរួចនាងក៏សើចហើយនាងក៏បន្តទៀតថាឲ្យខ្ញុំខ្លាចយ៉ាងម៉េចបងអ្នកនៅទីនេះខ្ញុំស្រែកតែបន្តិចពួកគាត់នឹងទៅដល់ភ្លាមទើបខ្ញុំហ៊ានទៅមកពេលយប់ដោយមិនខ្លាចអ្វីនោះវាសនាក៏ពោលខ្ញុំមិនដឹងថាជាតិមុនបានសាងបុណ្យប៉ុន្មាននោះទេបានជាជាតិនេះមាននិស្ស័យបានស្គាល់កនិដ្ឋាហើយថែមទាំងបានស្គាល់បានចូលមកផ្ទះដ៏សែនប្រណិតបែបនេះទៀតបើនិយាយប្រាប់អ្នកភូមិប្រហែលជាគ្មានអ្នកណាជឿទេកនិដ្ឋាក៏ចាប់ពោលភ្លាមថាទេបងស្នាបងសន្យានឹងខ្ញុំហើយណាថាមិនប្រាប់រឿងនេះទៅនរណាទាំងអស់វាសនាក៏តបបាទមែនហើយបងមិនប្រាប់នរណាទេបងគ្រាន់តែឧទាហរណ៍ឲ្យកនិដ្ឋាដឹងទេតាកនិដ្ឋាអើយបងនិយាយឲ្យត្រង់ណាបងតាមពិតមិនសុំកនិដ្ឋាមកលេងផ្ទះបែបនេះទេបងដឹងតាំងតែពីដំបូងមកហើយថាកនិដ្ឋាប្រកាសជាមិនមែនកូនអ្នកក្រខ្សត់ដោយពួកបងអីឥឡូវដឹងការពិតហើយធ្វើឲ្យបងមានអារម្មណ៍ថាបងមានគម្លាតឆ្ងាយពីកនិដ្ឋាខ្លាំងណាស់កនិដ្ឋាក៏មើលទៅមុខរបស់វាសនាហើយចាប់ដៃគេរួចក៏ពោលថាបងស្នាកុំគិតបែបនេះអីបងខ្ញុំស្រឡាញ់ខ្ញុំរាប់អានបងដោយមិនបានគិតអំពីអ្វីទាំងនេះទេគ្រាន់តែស្រឡាញ់ចិត្តជាងត្រង់និងចេះយកអាសាគេដូចបងឯងប៉ុណ្ណោះបងកុំគិតច្រើនពេកណាកំពុងតែនិយាយគ្នានោះក៏ស្រាប់តែមេឃចាប់ងងឹតត្បិតថាមេឃរកភ្លៀងទៅហើយតែនៅឡើយក្នុងផ្ទះកនិដ្ឋាគឺត្រូវបានគេដុតភ្លើងបំភ្លឺមិនងងឹតនោះទេវាសនាឃើញដូចនេះក៏ពោលទៅថា
មេឃរកភ្លៀងហើយបងគិតត្រឡប់ទៅវិញហ្វិនហើយណាយប់ជ្រោះហើយបងនៅផ្ទះកននិថាបែបនេះគេមើលមកក៏មិនល្អដែររំពេចនោះក៏ហ្វ្រាប់តែភ្លៀងធ្លាក់ខ្លាំងយកតែម្ដងកននិថាក៏ពោលភ្លៀងខ្លាំងណាស់បងផ្លូវទៅវិញកាត់ព្រៃផងបងទៅមិនកើតទេរងចាំរាំងភ្លៀងហ្វិនទៅណាវាសនាក៏យល់ព្រមចង់ដឹងថាតើកននិថានិងវាសនាទៅជាយ៉ាងណាសូមរងចាំសន្តាប់ភាគបន្តទៀត